បាទនៅវីដេអូមុនបងប្អូនឃើញតែកស៊ូស្រេចរត់ត្រើងស្រេចហើយនឹងគ្រាប់ផ្លាស្ទិកហើយរួចជាស្រេចហើយមិនដឹងថានៅក្រោមកស៊ូគ្រាប់ផ្លាស្ទិកហ្នឹងតើមានអ្វីទេបាទអញ្ចឹងថ្ងៃនេះមកបង្ហាញបងប្អូនអំពីការដាក់ជីទ្រាប់បាតមុនបាទដើម្បីឲ្យមានប្រសិទ្ធភាពទៅលើដំណាំរបស់យើងបាទអញ្ចឹងបងប្អូនឃើញហើយថាគឺយើងត្រូវដាក់ជីកំប៉ុស្តបាទជីកំប៉ុស្តឬជីលាមកគោលាមកអាចមន់ហើយលាមកមន់ជាដើមហើយបន្ទាប់មកគឺបងប្អូនធ្វើការរោយជាមួយនឹងកំបោរសកសិកម្មបាទកំបោរហ្នឹងវាជួយនៅក្នុងការទី1សម្រាប់បាក់តេរីហើយនឹងមេរោគមួយចំនួននៅក្នុងដីបាទហើយទី2ក៏វាជួយរក្សាកម្រិត pH មួយដែលសមរម្យសម្រាប់ដំណាំហើយវាសារជាតិអាស៊ីតអីចឹងណាបាទហើយវាក៏ជួយមានសារជាតិជួយឲ្យដំណាំលូតលាស់បានល្អដែរបាទអញ្ចឹងកបោសហ្នឹងគឺល្អអញ្ចឹងបងប្អូនត្រូវដាក់ទី2ហ្នឹងគឺបន្ទាប់មកទៀតគឺបងប្អូនត្រូវតែដាក់នៅជីគីមីខ្លះបាទសម្រាប់ដំណាំកសិកម្មដំណាំសុវត្ថិភាពគឺយើងប្រើប្រាស់ជីគីមីហើយជីដែលខ្ញុំប្រើនេះគឺជាប្រភេទបាទជី DAP ដែលមានរូបមន្ត1261អញ្ចឹងមានន័យថាមានតែសារជាតិ N ហើយនឹង P ទេហើយដែលសារជាតិនេះគឺមានសារៈសំខាន់ណាស់នៅក្នុងការឲ្យដំណាំលូតលាស់បានល្អយើងដឹងហើយថាសារជាតិអាសូតគឺវាជួយទៅលើដើមស្លឹកឲ្យលូតលាស់និងរឹងមាំបាទលូតលាស់លឿនហើយនឹងរឹងមាំហើយចំណែកឯសារជាតិ P ហ្នឹងគឺជួយឲ្យឫសហើយនឹងដើមកាន់តែរឹងមាំបាទវាមានន័យថាវាជួយទៅលើការពង្រីកឫសដែលធ្វើឲ្យដំណាំហ្នឹងគឺចាប់យកនៅសារជាតិចិញ្ចឹមបានច្រើនអញ្ចឹងខ្ញុំជ្រើសរើសជីនេះហើយដោយសារចាប់សារជាតិកាគេហៅប៉ូតាស្យូមហ្នឹងគឺមិនសូវជាសំខាន់ទេដំណាក់កាលលូតលាស់បាទអញ្ចឹងខ្ញុំអត់ប្រើពពួកហ្នឹងទេបន្ទាប់ពីការដាក់ជីរួចហើយគឺបងប្អូនធ្វើការលើករងបាទសម្រាប់ខ្ញុំគឺខ្ញុំប្រើគោយន្តដើម្បីធ្វើការព្យួរលើករងវាជួយទៅដល់កម្លាំងយើងមួយផ្នែកធម្មតាបើសិនជាបងប្អូនមិនមានគោយន្តឬក៏មិនចេះកាន់អីចឹងទៅបងប្អូនត្រូវតែលើកនឹងដៃទៅបាទមានន័យថាបងប្អូនលើកនឹងដៃដោយប្រើប្រាស់ប៉ែលឬក៏ចបប៉ុន្តែវាត្រូវការកម្លាំងធំច្រើនពីមុនខ្ញុំប្រើតែនឹងដៃទេបាទលើកដៃជាមួយប៉ែលចបអញ្ចឹងទៅតែក្រោយមកគឺយើងសិក្សារៀនសូត្រអំពីការប្រើប្រាស់គោយន្តជួយពូនរងព្យួរពូនរងអញ្ចឹងគឺភាសាហើយរហូតដល់មានម៉ាស៊ីនសម្រាប់ពូនរងឲ្យស្រេចអញ្ចឹងណាខ្ញុំក៏ធ្លាប់ប្រើដែរតែវាអត់សូវស្រួលដូចពពួកពូនរងហ្នឹងទេហើយរងវាទៀបអញ្ចឹងណាតែបើព្យួរពូនរងប្រភេទនេះគឺខ្ពស់ល្អហើយស្អាតបាទអញ្ចឹងពូនរងហ្នឹងគឺបងប្អូនតើតាសិក្សាហើយនឹងធ្វើបទពិសោធន៍ម្ដងហើយម្ដងទៀតខុសផងត្រូវផងបានអាចធ្វើទៅកើតហ្នឹងបាទសម្រាប់ខ្ញុំគឺខ្ញុំយល់ថាកង់មួយជាហៀងត្រូវជន់កន្លែងណាហើយធ្វើមកបានដឹងថាខុសត្រង់អញ្ចឹងណាបាទអញ្ចឹងត្រូវរៀនបងប្អូនអញ្ចឹងអ្វីសារជាតិសំខាន់ប្រមាណនេះដែលជារឿងសំខាន់សម្រាប់ទ្រាប់បាតរោងហើយជីលាមកគោឬក៏ជីកំប៉ុស្តហ្នឹងកាន់តែច្រើនកាន់តែល្អបាទអរគុណបងប្អូនដែលបានទស្សនាហើយមានចម្ងល់ទេសាកសួរបានហើយយើងនឹងឆ្លើយតបដើម្បីអភិវឌ្ឍកសិកម្មទាំងអស់គ្នា